សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានសាច់រឿងមួយចែកបងប្អូនស្ដាប់ដោយរឿងនោះយើងទទួលបានពីបងប្រុសម្នាក់ដែលគាត់មិនមែនជាអ្នកជួបទេគឺមិត្តភក្តិគាត់ជួបហេតុការណ៍នឹងរួចប្រាប់គាត់តោះស្ដាប់ទាំងអស់គ្នាខ្ញុំមានមិត្តម្នាក់ឈ្មោះសុភ័ក្រថ្ងៃមួយគាត់បានប្រាប់ខ្ញុំពីបទពិសោធន៍មួយដែលធ្វើឲ្យគាត់មិនហ៊ានរស់នៅម្នាក់ឯងរាប់ឆ្នាំកាលពី2 ឆ្នាំមុនសុភ័ក្របានទៅធ្វើការនៅទីក្រុងដោយសារតែប្រាក់ខែគាត់តិចគាត់ក៏សម្រេចជួលផ្ទះតូចមួយនៅជីក្រុងផ្ទះនោះមើលទៅចាស់បន្តិចប៉ុន្តែនៅស្អាតនិងស្ងាត់ល្អអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍គឺតម្លៃជួលថោកជាងផ្ទះជុំវិញម្ចាស់ផ្ទះជួលនិយាយថាផ្ទះនេះចាស់បន្តិចប៉ុណ្ណោះទើបជួលថោកដូច្នេះសុភ័ក្រក៏សម្រេចចូលរស់នៅភ្លាមថ្ងៃដំបូងគ្រប់យ៉ាងគឺធម្មតាគាត់ទៅធ្វើការពេលថ្ងៃហើយយប់ត្រឡប់មកផ្ទះវិញគឺព្រឹកចេញប្រឡប់ចូលប៉ុន្តែយប់មួយប្រហែលម៉ោង 2 ព្រឹកគាត់ស្រាប់តែភ្ញាក់ទាំងយប់ព្រោះគាត់ទៅសំឡេងមួយចេញពីផ្ទះបាយដូចជាមាននរណាម្នាក់កំពុងដើរគាត់គិតថាប្រហែលជាចោរគាត់យកទូរស័ព្ទបើកភ្លើងហើយដើរយឺតទៅមើលប៉ុន្តែពេលគាត់ទៅដល់ផ្ទះបាយគ្មាននរណាទេគាត់គិតថាប្រហែលជាសត្វកណ្ដុរហើយត្រឡប់ទៅដេកវិញប៉ុន្មានថ្ងៃបន្ទាប់មកសំឡេងនោះក៏កើតឡើងម្ដងទៀតលើកនេះវាមិនមែនតែសំឡេងដើរទេវាដូចជាមាននរណាម្នាក់ទាញកៅអីឬប៉ះអ្វីមួយលើតុសុភ័ក្រចាប់ផ្ដើមមានអារម្មណ៍ចម្លែកតែគាត់នៅតែប្រាប់ខ្លួនឯងថាប្រហែលជាខ្យល់ឬសត្វយប់មួយគាត់កំពុងដេកស្រួលស្រាប់តែគាត់ទៅសំឡេងមួយនៅខាងក្រៅបន្ទប់គាត់ក្រេកដូចជាមាននរណាម្នាក់បើកទ្វារយឺតបេះដូងគាត់លោតខ្លាំងណាស់គាត់ងាកមើលទៅទ្វារតែទ្វារនៅតែបិទដដែលសុភ័ក្រដេកមិនលក់ទេយប់នោះមួយអាទិត្យបន្ទាប់មកសំឡេងចម្លែកកាន់តែច្រើនឡើងពេលខ្លះវាមកពីផ្ទះបាយពេលខ្លះពីបន្ទប់ទឹកហើយពេលខ្លះវាមកពីក្រៅបន្ទប់គាត់ផ្ទាល់តែម្ដងយប់មួយគាត់បានឮសំឡេងមួយដែលធ្វើឲ្យគាត់ភ័យកាន់តែខ្លាំងវាដូចជាមាននរណាម្នាក់កំពុងខ្សឹបនិយាយអ្វីមួយដំបូងគាត់ស្ដាប់មិនច្បាស់ទេតែបន្ទាប់ពីស្ដាប់យូរគាត់ចាប់ផ្ដើមស្ដាប់បានថាសំឡេងនោះនិយាយពាក្យដែលថាគេចេញទៅច្រើនថ្ងៃបន្ទាប់មករៀងរាល់យប់សំឡេងនោះតែងតែកើតឡើងពេលខ្លះវាដូចជាមាននរណាម្នាក់ដើរជុំវិញផ្ទះពេលខ្លះវាដូចជាមាននរណាម្នាក់ឈរនៅមុខទ្វារបន្ទប់គាត់សុភ័ក្រភ័យខ្លាំងណាស់គាត់ក៏ដេកបើកភ្លើងទាំងយប់តែសំឡេងនៅតែមានថ្ងៃមួយគាត់ទ្រាំលេងបានក៏សម្រេចចិត្តទៅសួរអ្នកជិតខាងសុភ័ក្របានប្រាប់អ្នកជិតខាងពីសំឡេងដែលគាត់បាននៅរាល់យប់អ្នកជិតខាងក៏ស្ងាត់បន្ទាប់មកគាត់សួរថាអ្នកឯងសំឡេងនិយាយថាគេចេញទៅមែនទេសុភ័ក្រភ្ញាក់ផ្អើលណាស់ព្រោះនោះជាពាក្យដែលគាត់បានឬពិតអ្នកជិតខាងដកដង្ហើមហើយនិយាយថាគមុនអ្នកមានបរិសម្នាក់រស់នៅផ្ទះនោះដែរគាត់ក៏តែងតែប្រាប់ថាគាត់ទៅសំឡេងដូចអ្នកដែរសុភ័ក្រសួរថាហើយគាត់ទៅណាឥឡូវអ្នកជិតខាងនិយាយតិចថាដល់ថ្ងៃមួយប៉ូលីសបានរកឃើញសពគាត់នៅក្នុងផ្ទះនោះគាត់ស្លាប់ដោយសារតក់ស្លុតនឹងអ្វីមួយបន្ទាប់ពីស្ដាប់រឿងនោះសុភ័ក្រភ័យខ្លាំងណាស់គាត់សម្រេចថានឹងរើចេញពីផ្ទះនោះភ្លាមខណៈដែលគាត់កំពុងរៀបចំអីវ៉ាន់ស្រាប់តែគាត់ទៅសំឡេងខ្សឹបម្ដងទៀតតែពេលនេះវាមិននិយាយថាគេចេញទៅទៀតទេវានិយាយស្រាលថាដូចមនុស្សថ្មីបានមកទៀតហើយនៅពេលនោះសុភ័ក្រយល់ភ្លាមថាសំឡេងដែលគាត់បាននៅរាល់យប់មិនមែនចង់ដេញគាត់ចេញទេវាកំពុងប្រាប់អ្វីមួយនៅក្នុងផ្ទះថាមានមនុស្សថ្មីបានមករស់នៅព្រឹកថ្ងៃបន្ទាប់សុភ័ក្ររើចេញពីផ្ទះនោះភ្លាមបន្ទាប់ពីចេញគាត់មានអារម្មណ៍ភ័យខ្លាំងណាស់ដូចជាមានអ្វីមួយតាមគាត់ដូច្នេះគាត់បានទៅវត្តមួយក្បែរនោះហើយសុំឲ្យព្រះសង្ឃស្រោចទឹកឲ្យបន្ទាប់ពីព្រះសង្ឃស្រោចទឹកគាត់មានអារម្មណ៍ធូរចិត្តបន្តិចប៉ុន្តែសុភ័ក្រតែងតែប្រាប់ខ្ញុំថារហូតមកដល់ថ្ងៃនេះគាត់នៅតែខ្លាចគិតដល់សំឡេងដែលគាត់បានរយប់នោះព្រោះគាត់មិនដែលដឹងទេថាអ្វីដែលសំឡេងនោះកំពុងប្រាប់គឺជានរណា
នឹងជាអ្វីដែលនៅក្នុងផ្ទះនោះ